រឿងអាថាំងនឹងខ្ញុំនៅក្នុងអំឡុងឆ្នាំ1972ដល់ឆ្នាំ1973ម្ដាយឪពុករបស់ខ្ញុំបានបញ្ជូនខ្ញុំពីភូមិត្រែងស្ដៅអណ្ដើកឲ្យមករៀននៅទីក្រុងបាត់ដំបងដោយសារនៅទីនោះថ្នាក់ដែលខ្ញុំត្រូវរៀនខ្វះគ្រូបង្រៀនខ្ញុំបានស្នាក់នៅផ្ទះជួលអ៊ំម្នាក់ដែលជាប់សាច់ញាតិនឹងខ្ញុំដែរមកពីខាងកំពង់ចាមផ្ទះនោះជាប់នឹងមាត់ស្ទឹងសង្កែត្រើយខាងលិចម្ដុំគល់ស្ពានរត់ទេសភ្លើងនៅចន្លោះវត្តកណ្ដឹងនិងវត្តសំពៅម្ដាយរបស់ខ្ញុំបានពឹងក្មួយស្រីជាកូនរបស់បងស្រីជាទូតមួយម្នាក់ឲ្យគាត់នាំយកខ្ញុំទៅចុះឈ្មោះរៀននៅសាលាតេកេណានៅកាលនោះនៅម្ដុំមាត់ស្ទឹងក្បែរស្ពានរទេសភ្លើងជិតវត្តកណ្ដឹងនោះខ្ញុំបានជួបមនុស្សមួយគ្រួសារនៅជាប់គ្នានិងផ្ទះរបស់ខ្ញុំស្នាក់នៅមុខមាត់ទំនងដូចជាអ្នកមកពីកម្ពុជាក្រោមបន្តិចឬក៏ជនជាតិយួនបន្តិចមិនសូវច្បាស់ដោយខ្ញុំមិនបានសួរពួកគាត់ជាខ្មែរច្បាស់តែងមិនរដើនជាសំឡេងខ្មែរក្រោមទីក្នុងគ្រួសារមានកូនប្រុសម្នាក់ឈ្មោះអាថាំងនិងកូនស្រីឈ្មោះងហើយនឹងកូនតូចៗម្នាក់ពីរនាក់ទៀតរួមទាំងឪពុកម្ដាយទៀតផងខ្ញុំមិនសូវជាចាំឈ្មោះនោះទេឮតែគេហៅឪអាថាំងម៉ែអាថាំងអាថាំងវាស្រកខ្ញុំដើរលេងជាមួយគ្នាក្បែរផ្ទះពេលខ្ញុំទំនេរពីរៀនហើយគ្រួសារវានិយាយតែខ្មែរសំដីសំដៅរួមទាំងរបៀបរបបរស់នៅខ្មែរសុទ្ធសាធឪអាថាំងរកស៊ីធាក់រមកម្ដាយវាលក់បន្លែផ្លែឈើនៅផ្សារលើអាថាំងពេលវាមើលប្អូនម្ដងវាច្រៀងបំពេបទខ្មែរជួនបទយីកេជួនបទអាយ៉ៃខ្ញុំនៅទីនោះបានប្រហែលខែទើបបានម្ដាយខ្ញុំមកនៅបាត់ដំបងដែរប៉ុន្តែឪពុកខ្ញុំគាត់ទៅមកចុះឡើងនៅក្រុងបាត់ដំបងប្រហែលជិត1ឆ្នាំក្រោយមកនោះពួកខ្ញុំក៏បានរើទៅនៅជិតស្ពានថ្មចាស់ត្រើយខាងកើតស្ទឹងវិញម្ដងតាំងពីពេលនោះមកខ្ញុំបែកពីអាថាំងរហូតរីឯខ្ញុំក៏បានរៀននៅសាលាតេកេណារហូតបានប្រឡងកងគូជាប់ចូលវិទ្យាល័យអៀបខុតនិងរៀនរហូតដល់ស្រុកកើតភាពវឹកវររហូតដល់ថ្ងៃទី17មេសាក្នុងឆ្នាំ1975ខ្មែរក្រហមបានចូលកាប់សម្លាប់អ្នកក្រុងបាត់ដំបងរួមទាំងជំនះប្រជាជនទាំងអស់ដោយទាំងគ្រួសារខ្ញុំផងដែរ3ឆ្នាំ8ខែ20ថ្ងៃបានកន្លងផុតទៅក្នុងឆ្នាំ1979យួនចូលស្រុកដោយនឹកស្មានមិនដល់ខ្ញុំបានជួបអាថាំងនៅមុខវត្តកណ្ដឹងដែលបែកវាតាំងពីឆ្នាំ1972ដល់ឆ្នាំ1973មកម្លេះវាបានប្រាប់ថាវាអស់ឪពុកនិងប្អូនស្រីនៅក្នុងសម័យប៉ុលពតតែវានៅសល់តែម្ដាយប៉ុណ្ណោះវាបាននាំខ្ញុំចូលទៅលេងផ្ទះខ្ទមវាដែលសំណាក់នៅវត្តកណ្ដឹងនោះខ្ញុំបានជួបម្ដាយវាផងដែរគិតទៅវាមិនបានទៅណាឆ្ងាយពីម្ដុំនោះទេពីមុននៅម្ដុំគល់ស្ពានរទេសភ្លើងចុះទៅខាងក្រោមបន្តិចប្រហែល50ម៉ែត្រពេលផុតខ្មែរក្រហមវាបានមកនៅម្ដុំនោះដដែលប៉ុន្តែនៅក្នុងវត្តកណ្ដឹងខាងលើស្ពានរទេសភ្លើងវិញចម្ងាយប្រហែលពី20ទៅ30ម៉ែត្រនៅក្រោយមកទៀតនៅក្នុងឆ្នាំ1979ដដែលនោះពេលយួនចូលស្រុកបាន8ខែខ្ញុំបានស្ម័គ្រចិត្តចូលធ្វើទាហានយួនមានគ្នាទាំងអស់ប្រហែល80នាក់ជាងហើយចំនួនទី1ដែលរើសមកពីទីកន្លែងផ្សេងគ្នាក្នុងខេត្តបាត់ដំបងយួនវាយពួកយើងឲ្យវឹកហាត់2ខែនៅត្រង់ម្ដុំបន្ទាយគុយសេចាស់ត្រង់ម្ដុំផ្លូវជាតិលេខ10ទៅបោប៉ៃលិនហើយកែងនឹងផ្លូវរទេសភ្លើងក្បែរពេទ្យទាហានព2ផ្លូវទៅរោងចក្រចិនមានថ្ងៃមួយនោះខ្ញុំនិងមិត្តម្នាក់ទៀតរៀនជាមួយគ្នាត្រូវវេនដើររកបេះត្រកួនឲ្យចុងភៅធ្វើម្ហូបពេលហាត់រៀននៅក្នុងសាលាខ្ញុំនិងមិត្តម្នាក់នោះត្រូវដើររកត្រកួនឆ្ងាយពីសាលាព្រោះចិត្តនោះគ្មានត្រកួននោះទេត្រូវគេបេះអស់ទៅហើយខ្ញុំដឹងកន្លែងដែលមានត្រកួនច្រើនព្រោះធ្លាប់នៅម្ដុំនោះដែរនិងធ្លាប់ដើរចូលកន្លែងមានត្រកួនដោះមុនពេលចូលធ្វើទាហានខ្ញុំបាននាំគ្នាសំដៅទៅទិសខាងកើត
តាមផ្លូវរទេះភ្លើងនៅម្ដុំវត្តកណ្ដឹងក្បែរផ្ទះខ្ទមអាថាំងនោះហើយឆ្លងកាត់ស្ពានរទេះភ្លើងរួចដើរបន្តទៅម្ដុំវាលជិតសាលាសកលក្រុងបាត់ដំបងនៅទីនោះសម្បូរត្រកួនណាស់បេះបាន2ការុងអង្គរតែមួយផ្លែតពេលបេះរួចហើយក៏នាំគ្នាត្រឡប់មកវិញខ្ញុំតែងតែបេះជារៀងរាល់ថ្ងៃក្នុងការបេះត្រកួននោះមានថ្ងៃមួយខ្ញុំជួបនឹងអាថាំងវាបានដឹងថាខ្ញុំចូលធ្វើទាហានយួននិងដឹងថាខ្ញុំតែងតែដើររកបេះត្រកួនតាមផ្លូវនេះដដែលរំលងបានមួយថ្ងៃពីរពេលត្រឡប់មកពីបេះត្រកួនវិញស្រាប់តែអាថាំងវាបានស្កាត់មកជួបខ្ញុំទាំងពីរនាក់នៅម្ដុំមុខវត្តកណ្ដឹងវាបានសំណេះសំណាលរាក់ទាក់ជាមួយខ្ញុំស្រាប់តែវាបបួលចំតែម្ដងថាឲ្យខ្ញុំទាំងពីររត់ចេញពីទាហានយួនទៅហើយទៅតាមវាទៅចូលរួមជាមួយពួកសេរីកាវាមានបណ្ដាញខ្ញុំធ្លាក់ថ្លើមក្តុកពេលលើវាបបួលដូចនេះប៉ុន្តែមិនបានថាមិនទៅវាវិញទេព្រោះខ្ញុំមិនដឹងចិត្តមិត្តម្នាក់ទៀតដែលតាមមកជាមួយណាមួយមិនទុកចិត្តផងតែពេលនោះដោយមិត្តម្នាក់ទៀតនោះវាអង្គុយបែរទៅមុខអាថាំងហើយខ្ញុំនៅឈរពីក្រោយខ្នងខ្ញុំក៏ខំធ្វើមុខមិចភ្នែកនិងសម្ដែងកាយវិការដាក់អាថាំងស្ងាត់ពីក្រោយខ្នងមិត្តម្នាក់ទៀតដែលអង្គុយថាកុំនិយាយពីរឿងនោះព្រោះខ្ញុំមិនទុកចិត្តអាមិត្តមកជាមួយនេះទេអាថាំងវាមិនព្រមស្ដាប់វានៅតែនិយាយបបួលខ្ញុំមិនបាននិយាយអ្វីក្រៅពីញាក់មុខញាក់មាត់ជាកាយវិការប្រមានអាថាំងមិនឲ្យគេដឹងទេអាមិត្តដែលអង្គុយនោះក៏ឮមិនថាអីគ្រាន់តែអឺអើតាមអាថាំងបន្ទាប់មកយើងយកត្រកួនទៅសាលាឲ្យចុងភៅស្លវិញតាមធម្មតាតាមផ្លូវខ្ញុំខំធ្វើដូចមិនដឹងរឿងអាថាំងវាបបួលរំលងបាន 4-5 ថ្ងៃក្រោយពីបានជួបអាថាំងដែលវាបបួលខ្ញុំនិងអាមិត្តម្នាក់ទៀតរត់នោះអ្វីហាក់ដូចជាធម្មតានិងស្ងប់ស្ងាត់នៅវេលាក្រោយពេលបាយល្ងាចនឹងឈានចូលក្បាលប្រលប់នាថ្ងៃមួយនោះខ្ញុំបានរៀបចំសម្រាប់ក៏មានមេកងថ្នាក់រៀនមកហៅខ្ញុំមានការទៅក្រៅមួយផ្លែតខ្ញុំបានចុះពីលើផ្ទះដែលជាកន្លែងគេដាក់អ្នកវឹកហាត់ឲ្យស្នាក់នៅរួចទៅតាមអ្នកដែលមកហៅនោះនឹកថាមានការប្រជុំឬមានអ្វីផ្សេងលុះទៅដល់កន្លែងគេនាំទៅស្ថិតនៅក្នុងបរិវេណសាលាក៏ឃើញមានទាហានយួន 2-3 នាក់និងមេកងសាលា 2-3 នាក់រួចក៏ឃើញអាមិត្តមួយដែលវាបេះត្រកួនជាមួយខ្ញុំនៅចាំរួចជាស្រេចស្រាប់តែគេឲ្យខ្ញុំជូនទៅផ្ទះអាថាំងដើម្បីនឹងចាប់វាព្រោះគេបានដឹងថាខ្ញុំស្គាល់ផ្ទះអាថាំងខ្ញុំឡើងស្រងាក់ដៃស្រងាក់ជើងនិងគិតឆ្លើយប្រកែកដោះសារយ៉ាងដូចម្ដេចប្រសិនបើគេចោទពីបទអ្វីមួយហើយនឹកទៅដល់អាថាំងដែលវាមិនដឹងថាគេនឹងរកទៅចាប់វាសោះរួចក៏បានដឹងជាស្វ័យប្រវត្តិថាគឺជារឿងពីថ្ងៃមុនដែលអាថាំងវាបបួលរត់នោះឯងគឺអាមិត្តនោះដែលទៅបេះត្រកួនជាមួយនោះឯងវាទៅរីកាគឺវាចង់បានមុខមាត់ថាវាស្មោះស្ម័គ្រនឹងយួនផងនិងវាចង់បានរង្វាន់ដែលគេនឹងឲ្យវាផងបើសិនដឹងថាមានខ្មាំងត្រូវរីកានេះគឺជាវិធានការដែលយួនប្រាប់ដល់សិស្សសាលារង្វាន់នោះគឺគ្មានអ្វីធំដុំទេគឺប្រហែលជាមានអង្គឬម្ហូបអីតែប៉ុណ្ណោះពេលនោះខ្ញុំមានចិត្តក្រែងគេរករឿងដែរបានដឹងដែរប៉ុន្តែមិនព្រមរីកាប៉ុន្តែគេក៏មិនរករឿងអ្វីដែរព្រោះអាមិត្តមួយនោះប្រហែលរីកាថាខ្ញុំមិនព្រមតាមទៅប៉ុន្តែកាលនោះខ្ញុំបានញាក់មុខញាក់មាត់ដាក់អាថាំងថាឲ្យប្រយ័ត្នអាមួយនេះដូចខ្ញុំបានស្មានមែនមិនខុសទេខ្ញុំបានជូនគេទៅផ្ទះអាថាំងហើយមិនបានប្រកែកនឹងគេដែរទៅទាំងទើសតលខ្ញុំដើរមុខគេឆ្ពោះទៅផ្ទះអាថាំងទាំងយប់ចេញពីសាលារៀនមកអតីតបន្ទីគុយសេកាត់តាមអតីតផ្សារលើរួចបត់ទៅស្ដាំមាត់ស្ទឹងឡើងទៅខាងស្ពានរទេះភ្លើងតាមថ្នល់មាត់ស្ទឹងមុខវត្តសំពៅចូលក្នុងវត្តសំដៅទៅខ្ទមអាថាំងនៅពេលទៅដល់ជិតខ្ទមអាថាំងនោះម៉ោងប្រហែល 8 យប់នៅក្នុងបរិវេណវត្តកណ្ដឹងក្នុងខ្ទមងងឹតសូនសងមនុស្សដេកស្ងាត់អស់មិនដឹងជាមានអ្នកណាខ្លះដេកនៅក្នុងនោះដែរទេ
គ្រាន់តែខ្ញុំប្រាប់ភ្លាមពួកគេទាំងនោះក៏ស្ទុះព្រូឡោមព័ទ្ធមានអ្នកចូលទៅចាប់អាថាំងខ្ញុំគ្រាន់តែនៅខាងក្រោយឆ្ងាយពីខ្ទមវាបន្តិចខ្ញុំលើអាថាំងវាស្រែកខ្លាំងៗគេចាប់អាថាំងចងស្លាប់សេករួចបណ្ដើរចេញមកតាមផ្លូវនៅពេលនោះងងឹតពេកខ្ញុំព្យាយាមនៅឲ្យឆ្ងាយពីគេបន្តិចនឹងគេចចេញមិនឲ្យអាថាំងឃើញនៅតាមផ្លូវគេបណ្ដើរអាថាំងមកតែគេមិនបានវាយធ្វើបាបវាទេលើកនេះខ្ញុំដើរនៅក្រោយគេម្ដងលែងនាំមុខដូចមុនទៀតហើយនឹងម្យ៉ាងគេចមកពីអាថាំងផងគេបាននាំយកវាទៅកន្លែងមួយដែលខ្ញុំមិនបានដឹងនៅពេលមកដល់សាលារៀនវិញខ្ញុំចូលទៅរកកន្លែងសម្រាកព្រោះយប់ណាស់ទៅហើយតាំងពីគេចាប់អាថាំងទៅនោះខ្ញុំគ្មានដឹងអ្វីទាំងអស់ហើយខ្ញុំក៏បានសាកសួរពីគេនិងអាមិត្តមួយនោះដែរខ្ញុំនៅតែគិតអាណិតស្រណោះអាថាំងខ្លាំងណាស់ខ្ញុំមានវិបដិសារីដែលមិនអាចជួយវាបានលើកមុនកាលពីឆ្នាំ1973ជាពេលដែលពួកយើងមានសេរីភាពដើរហើរបានដោយសេរីផងនៅតែបែកពីវាក៏ស្រាប់មានរបបខ្មែរក្រហមមកត្រួតពីលើទៀតក៏បែកពីវាទៀតស្រាប់តែយួនចូលមកក៏បានជួបវាក្រលើមនឹកស្មានមិនដល់ហើយលើកនេះខ្ញុំជាអ្នកនាំគេឲ្យទៅចាប់វាខ្ញុំនឹកថាមុខជាខ្លាំងលើសម័យអពតហើយអារឿងរត់ចូលខ្មាំងនេះគ្មានជាលើកទី2នោះទេប្រហែលកន្លងផុតទៅ1ខែតាំងពីអាថាំងគេចាប់ទៅនោះរឿងវាក៏ស្ងាត់បាត់ទៅខ្ញុំនៅតែធ្វើមិនដឹងមិនឮមិនសួរនាំអ្នកណាទាំងអស់ក្រែងគេសង្ស័យថាខ្ញុំមានការជាប់តាក់ទងនឹងការលួចរត់ចូលខ្មាំងសត្រូវរបស់គេព្រោះមានការលួចរត់ចេញទៅ3 4 5នាក់នៅក្នុងចំណោមអ្នករៀនជាមួយខ្ញុំក្រោយពីព្រឹត្តិការណ៍ចាប់អាថាំងឮគេថាគេតាមចាប់បានមកវិញខ្លះការហាត់រៀនវិជ្ជាទាហានជាមួយយួនចិត្តដល់វគ្គបញ្ចប់ការរៀនសូត្រនិងការវឹកហាត់ក៏មិនសូវមកមានញឹកទៀតនោះទេ